bạn số đâyអ្នកទាំងអស់គ្នាបាទចូលជាមួយខ្ញុំបាទហើយជានៅ official អញ្ចឹងវីដេអូនេះគឺយើងតពីវីដេអូមុនដែលទាក់ទងនឹងការ set up EVE-NG ហើយការ set up EVE-NG ហ្នឹងគឺយើង set up ជោគជ័យហើយប៉ុន្តែនៅឡើយតែយើង import Mycotic ចូលទៅក្នុង EVE-NG ហ្នឹងណាអញ្ចឹងនេះគឺជាអឺ lab របស់ខ្ញុំដែលខ្ញុំ set up EVE-NG ខ្ញុំដាក់ lab 1ឈ្មោះអញ្ចឹងទៅណាហ្នឹងហើយខ្ញុំបានធ្វើវារួចហើយអញ្ចឹងមុននឹងចូលដល់ការធ្វើរបស់យើងក៏សូមអ្នកទាំងអស់គ្នាបើសិនជាស្រឡាញ់ហើយនឹងចង់បានចំណេះដឹងអ្វីផ្សេងៗសូមអ្នកទាំងអស់គ្នាបានជួយចុច subscribe ហើយនឹងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូចំណេះដឹងថ្មីៗទាក់ទងនឹង network និងឬក៏ social media ឬក៏កម្មវិធីផ្សេងៗដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងជាដំបូងខ្ញុំនឹងបើក EVE អានេះបើក lab អានេះ EVE-NG របស់ខ្ញុំអូខេខកតុបទាំងអស់នេះអញ្ចឹងអ្នកនរគ្នាអាចរងចាំបន្តិចទៅហើយវីដេអូដែលខ្ញុំធ្វើនេះគឺខ្ញុំអត់កាត់ទេខ្ញុំធ្វើទាំងអស់សម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលទេណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមើលទៅថាវីដេអូវែងអ្នកទាំងអស់គ្នាអាចសារវាទៅមុខបានឬក៏ដាក់នាទីឲ្យលឿនទៅអញ្ចឹងបន្ទាប់ពីយើងចូលដល់កន្លែងហ្នឹងយើងចុច enter មួយមកហើយយើង root ហើយ password EVE អូខេហើយនេះគឺជាចាំតិចនេះគឺជា IP EVE របស់ខ្ញុំអញ្ចឹងខ្ញុំនឹងធ្វើការ log ទៅចូល EVE របស់ខ្ញុំចាំតិចអូខេយើងដាក់ប៉ុណ្ណឹងទៅខ្ញុំនឹងលុបចូលទៅ EVE-NG ហ្នឹង162.138.130អូខេចឹងឃើញថាយើងចូលមកដល់ EVE-NG របស់យើងហើយយើងអាចអូខេចឹងបន្ទាប់មកក៏យើងចុច admin ហើយខ្ញុំនឹងបរិយាអក្សរធំតិចសិនជាទូចអូខេនេះធំងាយមើលងាយស្រួលមើលហ្នឹងហើយខ្ញុំបរិយានេះធំតិចទៅចុះក្រោមវាវាស្ទើរចឹងទៅនឹងចឹងយើងស្រួលមើលទាំងអស់គ្នាយើងដាក់ EVE display too small អូវាប្រាប់ display too small ចឹងថយវាវិញអូខេប៉ុណ្ណឹងទៅចឹងបន្ទាប់ពីយើងបានមកប៉ុណ្ណឹងហើយយើងចុចមកមើលយើងថាយើងមាន Mycotic អត់ចុច search វាមកហើយ Mycotic នេះឃើញថាវាអត់មានទេបើតែឃើញអញ្ចឹងដឹងតែអត់មានហើយនេះអញ្ចឹងតែអត់មានយើងចុចមិនក៏អត់ចាញ់ដែរហ្នឹងអញ្ចឹងទាំងអស់នេះឲ្យតែឃើញពណ៌កម្ៅហ្នឹងគឺវាអត់មានគឺយើងអត់អាចធ្វើ lab ធ្វើអីបានទេយើងមានតែ PC មួយដែលវា default មកស្រាប់ចឹងណាហ្នឹងហើយអញ្ចឹងដើម្បីយើង import file Mycotic ចូលទៅក្នុង EVE-NG បានគឺទី1គឺខ្ញុំថយសិនទៅអូខេទី1គឺខ្ញុំប្រើ WinScape
ដើម្បីយើង import marketing បានអញ្ចឹងខ្ញុំបើក Winscape មកហើយទី2គឺយើងប្រើ Putty ហ្នឹងគឺចាំបន្តិចឥឡូវយើង login Winscape សិនទៅ login name 192.168.130 អូខេនេះ root ហើយនេះ EVE អញ្ចឹងយើង login នេះចូលសិនទៅ scan អូខេអញ្ចឹងយើងឃើញហើយអញ្ចឹងដើម្បីឲ្យយើង upload វាបានគឺទី1យើងចុចមកខាងនេះចុចចេញពី folder នេះមួយសិនមកហើយយើងទៅនេះ OPT ពាក្យថា OPT ហើយយើង double click លើនឹងទៅអូខេទៅមកយើងយកពាក្យ unit lab អូខេហ្នឹងហើយអ្នកនរគ្នាដោយសារតែ mouse របស់ខ្ញុំគឺប្រើតែ one click ខ្ញុំសិតលើ PC របស់ខ្ញុំអញ្ចឹងខ្ញុំប្រើតែមួយ click ទេណាហ្នឹងហើយយើងទៅ add on អញ្ចឹងយើងមើលនៅក្នុង Kimo អញ្ចឹងគឺឃើញអត់មានទេហើយនៅក្នុង Kimo file computer របស់ខ្ញុំនេះឃើញថាយើងមាន Windows Server អីណា Magnetic Kali Magnetic ប៉ុន្តែអាហ្នឹង version ចាស់ទេបើកអត់ចេញទេគឺបើកអត់ចេញទេអញ្ចឹងដើម្បីបើកចេញគឺយើងទៅ download file Magnetic នៅលើMagnetic Tool ហើយអានេះគឺជាអ្វីដែលខ្ញុំបាន download ហើយប៉ុន្តែខ្ញុំនឹងធ្វើវីដេអូបង្ហាញអ្នកទាំងអស់គ្នាហើយមុននឹង download យើងទៅបើកកម្មវិធី Putty ទុកឲ្យហើយទៅហើយមក Putty នេះឃើញអូខេពេលនៅ screen មួយទៀតអញ្ចឹងខ្ញុំអូសវាមកខាងហ្នឹងអញ្ចឹងយើងចូល 192.168.100 sample ចុច 130 អូខេអញ្ចឹងយើងចុចopen ទៅអូខេអញ្ចឹងវា load ដល់អញ្ចឹងយើងចុច accept នេះវាចេញមកខាងនេះហើយដោយសារ screen 2ខ្ញុំបានតាំង screen អញ្ចឹងក៏មកខាត់ view យើងអញ្ចឹងហើយយើងទៅ login អូខេឈប់បិទដាក់ស្នេះដល់សាមញ្ញគេឲ្យខ្ញុំធ្វើការវាយចូលហើយ password គឺអត់មានpassword EPE អូខេពេលដែលយើងចូលដល់ហើយអញ្ចឹងវារៀងច្រើនដំណាក់បន្តិចដោយសារតា EVE វា update ទេណាអញ្ចឹងវារៀងច្រើនដំណាក់បន្តិចអញ្ចឹងខ្ញុំព្រីនេះធំមកអូខេហើយខ្ញុំតម្លើងនេះឲ្យវារៀងធំបន្តិចមកហើយនេះយើងស្រួលមើលអញ្ចឹងដើម្បី download Magnetic បានគឺយើងទៅ magnetic.net magnetic.com magnetic.com ខ្ញុំវាយឲ្យចេញអូខេអញ្ចឹងដល់កន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាចាប់ដើម scroll មកអ្នកទាំងអស់គ្នារកមើលពាក្យថា cloud host router អញ្ចឹងខ្ញុំប្រើមួយនេះRAW នេះ this image អញ្ចឹងយើងទៅចុច download
ok haនេះមួយហើយនឹងអានេះមួយនេះខាងក្រោមនេះមួយណាមិនខ្ញុំយកអានេះមួយហើយអានេះមួយអូនេះច្រឡំ sorry បងប្អូននេះយកមួយនេះខាងក្រោមហ្នឹងណាគឺយើងចុច download វាមួយទៀតមកអូខេនេះវាកំពុងថាដំណើរការអញ្ចឹងឲ្យវាដល់ចប់សិនទៅយើងចាំតែទៀតវាជិតដល់ចប់ហើយអញ្ចឹងយើងអាចទៅមើលកន្លែងវា EVE វាប្រាប់យើងណាថា version ប្រមាណដែលយើងអាចដាក់នៅក្នុងក្នុងការធ្វើ set up lab របស់យើងអញ្ចឹងយើងចុចមក document ហ្នឹងមកអញ្ចឹងនៅពេលដែលយើងមកដល់កន្លែងហ្នឹងហើយយើងចុចទៅនេះ support image ហ្នឹងទៅអញ្ចឹងយើងអូសមើលទៅឈប់យើងមើលកន្លែងនេះ Kimo image មើលកន្លែងហ្នឹងអត់ទៅដែរ how to យើងមើលខាងក្រោមទៀតអូខេអញ្ចឹងយើង scroll មករក MikroTik MikroTik នេះអូខេអញ្ចឹងចំពោះនេះគឺជារបៀបនៃការ upload file MikroTik ចូលទៅក្នុង EVE-ng យើងវាពេញមួយហើយសល់មួយទៀតអញ្ចឹងនេះទីជំហានទី1គឺត្រូវ download ហើយជំហានទី2គឺយើងត្រូវ using យើងត្រូវ extract file នេះ file CHR នេះ CHR នេះហើយបន្ទាប់មកហើយនេះគឺជា product របស់ EVE-ng ហើយបន្ទាប់មក SH to the EVE-ng គឺ add directory from MikroTik អញ្ចឹងកន្លែងហ្នឹងវាទាមទារឲ្យយើងបង្កើត file យើងបង្កើត mkd នេះ mkd អ្នកដែលធ្លាប់រៀន Linux ធ្លាប់ដេញហើយ comment mkd ហ្នឹងធ្វើអីអញ្ចឹង mkd ហើយ /1 ហើយ opd unit lab ហើយយើងត្រូវបង្កើត folder បន្ទាប់ពីបង្កើត folder ហើយអ្នកទាំងអស់គ្នាអាច upload កន្លែងនេះគឺយើងអាចប្រើ FileZilla ហើយនឹង WinScape តែខ្ញុំប្រើ WinScape វាស្រួលជាង FileZilla ទេណាតែមួយណាក៏ស្រួលដែរតែអ្នកទាំងអស់គ្នាគិតថាស្រួលតែខ្ញុំប្រើ WinScape អញ្ចឹងអូខេឃើញថា file របស់យើងគឺវាពេញហើយនេះអញ្ចឹងយើងទៅមើលទាំងអស់គ្នាហើយខ្ញុំបូ open folder មកអូខេអញ្ចឹងឃើញថានៅក្នុង download អញ្ចឹងខ្ញុំខាត់វាទៅខ្ញុំខាត់ទៅដាក់កន្លែង file EVE នេះហើយខ្ញុំបង្កើត folder មួយដែលមានឈ្មោះថាROS1 អូខេអាចបង្កើត folder ដូចខ្ញុំក៏បានដែរឬក៏អ្នកទាំងអស់គ្នាបង្កើត folder មួយណាដែលចំណាំតែអ្នកទាំងអស់គ្នាស្រួលចំណាំក៏បានដែរអូខេទៅពីប៉ុណ្ណឹងហើយយើងផាសអូខេទៅពីផាសហើយយើង extract វាមកខ្ញុំចុច property មកស្រួលជាង extract all នេះហើយមកខាងនេះអូខេនេះ file extract អូខេយើងចុចចេញមកវិញមកហើយ extract មួយទៀតទៅ property extract all អូខេហ្នឹងយើងចុចចេញមកវិញអញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវធ្វើនឹងធ្វើមកយើងត្រូវ rename តាមណា rename ឈ្មោះ folder នេះទៅតាមអ្វីដែលគេចង់បាននេះនៅនេះ
ហ្នឹងណាតាមហ្នឹងអញ្ចឹងstep ទី1គឺយើង download បានហើយ step ទី2ក៏យើង extract នៃ unzip file image អញ្ចឹងគឺយើង unzip ហើយដែរអញ្ចឹងជំហានទី3អ្វីដែលយើងជំហានទី3ហ្នឹងគឺយើងត្រូវបង្កើតអឺ folder អញ្ចឹង folder ជំហានដំបូងហ្នឹងគឺខ្ញុំកុំឲ្យយើងពិបាកយើងទៅ rename folder របស់យើងសិនទៅចាំយើងចូលទៅ putty ហើយយើងនឹងវាយ command មួយចំនួនដើម្បីនឹងយើងធ្វើការ upload magnetic router ចូលទៅក្នុង EVE-NG បានអញ្ចឹងទាំងអស់គ្នាអាច copy នេះមកកន្លែងនេះ copy ដាក់កន្លែង magnetic ហ្នឹងណា copy ហើយយើងទៅកន្លែង folder យើងវិញទៅនេះខ្ញុំបិទចោលមួយទៅច្រឡំអូខេយើងនេះយើងចេះ rename មក rename ហើយយើងយកកន្លែងនេះអូខេយើង right click លើវាមកយើង rename ទៅហើយយើង rename តាកន្លែងនេះបានហើយឈ្មោះCHR អូខេក្នុងហ្នឹងក៏យើងចូលទៅ rename ដែរនេះយើង rename វាមកអូខេខ្ញុំដាក់ icon ឲ្យធំតិចទៅដាក់ icon ធំនេះដាក់អញ្ចឹងដាក់ media កើតអញ្ចឹងវិញអូខេយើងចុចចាញ់វិញមកទឹកមួយយើងដល់វានេះម្ដងពីណាអូខ្ញុំភ្លេចដាក់យើងលុបសញ្ញាចុច2ចេញលេខ2ចុច2នេះកន្លែងនេះហើយយើង rename វាទៅអូខេមានទៅអញ្ចឹងយើង rename ហើយបន្តមកគឺយើងអាច copy វាដាក់នៅក្នុង Winscape បានក្នុង Winscape នេះបានអញ្ចឹងខ្ញុំចុចមួយមកអញ្ចឹង folder របស់ខ្ញុំនេះ SR ROS1 នេះអញ្ចឹងខ្ញុំឃើញហើយអូខេនេះអញ្ចឹងខ្ញុំនឹងអូសវាដាក់អូខេយើងរងចាំឲ្យវាដែរចប់មួយទៀតមកអូខេហើយប៉ុណ្ណឹងហើយយើងចូលទៅ putty យើងចូលទៅ command មួយនេះយើងយក command មួយនេះ cd opd ona Qimo ហើយ magnetic អញ្ចឹងយើងយក command ប៉ុណ្្នឹងសិននេះយើង copy មកហើយយើងផាសនៅក្នុង putty មកយើង enter ទៅអូខេយើងបានន័យថាយើងឈរនៅ folder មួយដែលមានឈ្មោះថា OPT Unilab add-on and Qimo អញ្ចឹងយើងឃើញថាយើងដាក់ ls មក list នេះយើងឃើញថាឃើញ command ហ្នឹងហើយឃើញ command ប៉ុណ្ណឹងអញ្ចឹងយើងទៅ command មួយទៀតទៅយើងនេះយើងយក folder នេះអញ្ចឹងយើងកន្លែងនេះគឺ
វាបង្ហាញពីអញ្ចឹងខ្ញុំយកវាមាន folder 2វាមានអានេះ ARM 1នេះ64នេះមើលទុយហ្នឹង2ណាអញ្ចឹងយើងយកfolder នេះមកយើងយក folder boot វាមួយមកអញ្ចឹងដោយសារតែខ្ញុំច្រឡំមកកន្លែងនេះគឺមាន2អញ្ចឹងខ្ញុំចូលទៅ edit វាបន្តិចទៅខ្ញុំពី scan ចុច rename វាបន្តិចទៅកន្លែងនេះយើងយកប៉ុណ្ណឹងណាក្នុងនោះក៏យើងអាច rename វាបានដែរហ្នឹងយកប៉ុណ្ណឹងបើខាងក្នុងនោះយើងអាចបាច់ rename តិចអញ្ចឹងយើងទៅបន្តយើងទៅចូល ls ទៀតអូខេឃើញថាយើងបានប៉ុណ្ណឹងហើយអញ្ចឹងជំហានបន្ទាប់គឺយើងនឹងទាញយក file microtik នេះគឺយើងខ្ញុំនឹងទៅ copy កន្លែងនេះតិចទៅអូខេហើយខ្ញុំ enter not found command វាខកក្នុងណាតិចអូ sorry អ្នកនរដោយសារខ្ញុំច្រឡំ rename នេះចឹងនេះយើងអត់ rename ណាយើងនៅតម្រងដើមនេះគឺតម្រង ch or k ចឹងបានវាអត់ឃើញពេលយើងចូលទៅក្នុងនឹងដើម្បីរកមើលឈ្មោះអានេះអូខេតោះយើងទៅដំណើរភាសាទៀតយើងទៅ microtik អូខេនេះយើងឃើញអានេះmicrotik command not found command not found we use like slash ចាំតែខ្ញុំបាយ comment ខុសចឹងយើងទៅ cd យើងទៅ cd clear អូខេទៅមកយើង ls អូខេនេះយើងឃើញហើយនេះចឹងដំបូងនោះដោយសារខ្ញុំវាយខុសនៅខាងលើហ្នឹងយើងឃើញហើយយើងឃើញប៉ុណ្ណឹងហើយចឹងនៅពេលដែលយើងឃើញអា file នេះហើយនេះ file មួយនេះវានៅក្នុងនេះក្នុង folder មួយនេះចឹងខ្ញុំចាប់អានេះមុនណាអូខេចឹងខ្ញុំដាក់វាទុកអានេះទៅតិចអូខេនឹងហើយយើងមើលពុទ្ធីយើងទៅអូខេចឹងនៅពេលដែលយើងបានប៉ុណ្្នឹងហើយយើងចូលទៅមើល comment របស់យើងនេះ comment របស់យើងនេះកន្លែងនេះយើងយក mv ហើយបន្ទាប់មកយើង slash ដោយ ada qcow 2កន្លែងហ្នឹងតែអានេះឈ្មោះរបស់ file របស់យើងណាអញ្ចឹងយើងវាយមកយើងដាក់យើង copy កន្លែងនេះបន្តិចមកនេះ copy កន្លែងនេះ
ហ្នឹងហើយចឹងដល់ពេលដែល copy អ្នកទាំងអស់គ្នាចុចមកឆ្វេងទៅ select ហើយចុចមកឆ្វេងវាចាញ់ចឹងខាងក្រោយនេះខ្ញុំដាក់អីគេ term v ដាក់ clear ហើយយកពាក្យកន្លែងនេះគឺនេះកន្លែងនេះកន្លែងនេះចឹងយើងយកនឹងវាយតាមនឹងមកទៅវិញយើងដាក់ clear ហើយ a ada ដល់ដោយ q co w 2យើងចុច enter មកអូខេតែមកយើងចុច ls ទៅអូខេចឹងនៅពេលដែលយើងឃើញប៉ុណ្្នឹងហើយបានន័យថាវាជោគជ័យបានន័យថាវា upload ចូលទៅក្នុង EVE-NG របស់យើងជោគជ័យហើយតែយើងត្រូវប្រើ comment មួយទៀតនេះ fake នេះfake permission អញ្ចឹងយើង copy អានេះមុននឹងប្រើ comment fake permission អ្នកនរគ្នាត្រូវចាញ់ពីអានេះឲ្យទាំងអស់សិនយើងចាញ់ពីអានេះអស់ទេណាប៉ុន្តែយើងនៅ file មួយទៀតដែលយើងអត់ទាន់ធ្វើនេះកន្លែងនេះអញ្ចឹងយើងចុចយើង copy អាមួយនេះមកយើង copy ហើយយើងកន្លែងនេះយើងទៅ cd ដាក់ clear មកចាត់ឃើញមាន file cr អត់ឃើញជុំដោយសារខ្ញុំ copy ខុស sorry នេះយើងត្រូវ copy អាក្រមនេះតោះយើងទៅភាសាទៀត cdឃើញ no file active directory ក៏ no file មានតានេះ v.am ដោយសារយើងអត់ទាន់បានចាញ់ពី folder មួយនេះអញ្ចឹងយើងចាញ់ពី folder មួយនេះមួយទៅ cd យើងទៅនេះទៅ cd នេះ command មួយនេះទៅ command ដូចមុនប៉ុណ្្នឹងទៅហើយ enter តែមកយើងទៅ ls អូខេតែមកយើង copy អានេះមកអូខេតែមកយើងទៅខាងក្រោយនេះយក cd អូខេតែមកយើងវាយ ls អូខេឃើញថាក្នុងនេះនេះក្នុងនេះគឺឃើញហើយនេះខាងក្រោមនេះឃើញអត់យើងវាយ comment ទៅខាងលើមកខាងលើរបស់យើងមួយណានេះមួយនេះយើងដំបូងមុននឹងវាយគឺយើងត្រូវ copy file នេះសិនអូខេសម្រាប់យើងហើយនេះយើងដាក់ v ដល់ clear មួយហើយយើងមកខាងក្រោយទៅយើងយកពាក្យ a da ដល់ q how to អូខេយើងវាយពាក្យថា s អូខេអញ្ចឹងឃើញថាវា success ហើយនេះអញ្ចឹងfile ទាំងពីរហ្នឹងគឺ success ហើយតែមកយើងវាយ cd ទៅអូខេហើយតមកយើងយក command មួយនេះមកនេះ command មួយនេះពីអូខេ
enter តាមវាតិចអូខេអញ្ចឹងនឹងហើយអញ្ចឹងយើង success ហើយសង្ឃឹមថាអ្នកនរគ្នាតអូខេយើងចេញមកវិញហើយយើងទៅ refresh មួយអូខេហើយយើងចុចright click យើងយក node នេះមកយក micro text នេះឃើញអត់នេះឃើញតែយើងវាបានពូ Q នេះពូ Q ហ្នឹងមិនតែជោគជ័យហើយអូខេចឹងហើយខ្ញុំយកធម្មតាចឹងហ្នឹងហើយចឹងយើងមាន2 model ចឹងយើងប្រើខាងលើក៏បានខាងក្រោមក៏បានយើងប្រើខាងលើតែអ្នកនរគ្នាមើលអូខេពុនផតយើងយកប៉ុណ្ណឹងទៅអូខេយើងបានហើយចឹងយើង start វាមកអូខេយើង start ហើយចឹងយើងអាច open នេះបាននេះវាលុបចេញមកហាក់ screen មួយទៀតនេះចឹងយើងរងចាំវាបន្តិចអូខេចឹងយើងវាយទៅpassword គឺ admin user គឺ admin password អត់មានអូខេចឹងយើងវាសួរយើងថាតើយើង do you want to see the software license យើងឆ្លើយថា no ទៅយើងឆ្លើយថា yes អូខេទៅតែខ្ញុំអត់ចង់មើលទេព្រោះវាច្រើនពេកអញ្ចឹងបន្ទាប់មកវានឹងឲ្យយើង press for help F1 នឹង for help and វានឹងឲ្យយើង change នៅ password យើងបើយើង change ដាក់ទៅដើម្បីយើងទៅបន្តទៀតថា password ទៅ admin 1 2 3អូខេវាឲ្យបញ្ជាក់ password admin 1 2 3អូខេយើងឃើញថាចូលដល់ហើយតែសួរថាយើង ping ទៅយើងដាក់ enter face bring អូខេឃើញថាmicrotik របស់យើងគឺមាន4 port ទាំងអស់យើងមាន port ទី1ទាំងអស់វាមាននឹង4 port ទាំង port ទី1 port ទី2 port ទី3ហើយ port 4អញ្ចឹងនឹងគឺត្រូវហើយយើងអាចចូលបានហើយប៉ុន្តែយើងអាច ping អ៊ីនធឺណិតបានទេអូខេអញ្ចឹងយើងចុចនេះមួយមក network នេះដើម្បីយើងទៅ real នេះយើងហើយកន្លែងនេះយើងយកច្រឡំនេះយក cloud គឺ management cloud អូខេអញ្ចឹងដោយសារតែខ្ញុំប្រើរបស់ free រាល់ការតចុះឡើងអញ្ចឹងយើងត្រូវបិទ router សិនប៉ុន្តែបើអ្នកប្រើទិញ license របស់គេឬទិញ software របស់គេណាអញ្ចឹងអ្នកនរគ្នាអាចមិនបាច់បិទមិនបាច់បើកក៏បានដែរអ្នកនរគ្នាអាចតឆៅបានអញ្ចឹងខ្ញុំ stop វាសិនទៅអូខេអញ្ចឹងខ្ញុំទៅ connect វាហើយខ្ញុំ connect យក port លេខ1អូខេ C អូខេតើមកខ្ញុំ start ឡើងវិញអូខេឃើញថា start ហើយអញ្ចឹងតើមកខ្ញុំទៅ click នេះហើយវានឹង load ចេញបែបនេះហើយយើងរងចាំបន្តិចអូខេអញ្ចឹងយើង log in ទៅ admin password យើងមិញអីគេអូខេ password យើងមិញគឺ admin 1 2 3អូខេពេលដែលយើងចូលដល់ហើយអញ្ចឹងយើងសាក ping ទៅ ping Google ទៅ
ស្គាល់អត់ស្គាល់នេះឃើញតែយើងស្គាល់ហើយសួរថាស្គាល់ហើយតើយើងបើក Winbox ឃើញអត់សំណួរសួរកន្លែងហ្នឹងណាចឹងខ្ញុំបិទមួយអូខេហើយយើងបើក Winbox មកជប់ខ្ញុំរកមើល Winbox ខ្ញុំសិនណាចេះអូនេះនោះនេះចឹងហ្នឹងហើយចឹងយើង open មកអូខេចេញបែបនេះដូចចេញខាងនេះនេះនេះចឹងនេះគឺជា Winbox របស់យើងដែលយើងឃើញចឹងដំបូងវា default របស់វាគឺនៅបែបនេះហើយវាក៏មានអានេះដែរទាំងអស់នេះ default របស់វាចឹងណាទីនិយាយ neighbor ហើយចុច refresh អូខេវានឹងឃើញហើយចឹងវានឹងឃើញហើយយើង login ទៅយើងសាក login មើលទៅ admin ហើយ password អីគេមិញ admin 1 2 3ហើយយើងទៅនេះ view អូខេហ្នឹងហើយអញ្ចឹងយើងមើលទៅយើងអាចមើលបានយើងចុច interface អញ្ចឹងឃើញថាឯកទេសរបស់យើងគឺមាន4 port អូខេអញ្ចឹងយើងមើលយើងអាចមើលអីផ្សេងៗបានដូចជាទៅ IP ទៅ DHCP client នេះក៏ឃើញថាមានអ៊ីនធឺណិតចូលដែរនេះអញ្ចឹង real ដូចថាជាក់ស្ដែងក៏ដូចគ្នាដែរជាស្ដែងឲ្យតែយើង set up ឃើញបែបនេះគឺដឹងថា microtik របស់យើងគឺមានអ៊ីនធឺណិតហើយអញ្ចឹងណាហើយមួយទៀតយើងអាចទៅមើល route ហ្នឹងគឺយើងឃើញទៀតគឺយើងមានយើងអាចចូលហើយយើង ping យើងអាច ping ទៅ gateway ក៏បានដែរយើងចុចទៅ terminal ហើយខ្ញុំ ping ទៅ gateway របស់ខ្ញុំណា gateway internet ផ្ទះរបស់ខ្ញុំណា ping 92.3.0.1 ឃើញថាវាស្គាល់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាធ្វើនៅកន្លែងការងារឬក៏ធ្វើនៅសាលារៀនអីបើថា ping ទៅអត់ស្គាល់ទេយើងអាចសួរគ្រូបានកន្លែងហ្នឹងនៅពេលដែលយើងអនុវត្តអីណាឬក៏យើងធ្វើការយើងទៅធ្វើកន្លែងផ្សេងណាកន្លែងហាងកាហ្វេហ្នឹងអីបើសិនជាយើង ping ទៅអត់ស្គាល់ឬក៏យើងចង់ ping ទៅអ៊ីនធឺណិតទេណាគឺចង់ទៅ ping ទៅអ៊ីនធឺណិតដូចខ្ញុំអញ្ចឹង ping បើអញ្ចឹងបើ ping អត់ស្គាល់វាអាចករណីមួយដែលថាគេប្រើ hotspot អញ្ចឹងយើងត្រូវចូលទៅ ចូលទៅអា main router ហ្នឹងទៅ bypass វាទៅហ្នឹងហើយដើម្បីឲ្យវាស្គាល់វាដំណើរការអញ្ចឹងណាហ្នឹងហើយអញ្ចឹងឃើញថាការ set up microtik របស់យើងគឺជោគជ័យហើយជោគជ័យទាំង lab របស់យើងនេះទាំង lab ហើយយើងជោគជ័យទាំងចូលទៅប្រើនៅក្នុង microtik ដើម្បី config ហើយយើងអាច set up lab set up ឲ្យបានហើយមកបន្ទាប់ទៀតខ្ញុំនឹងធ្វើការ set up lab ធ្វើការ config microtik ទីទាក់ទងនឹងការ config ផ្សេងដូចជាការប្រើប្រាស់ដូចជាមាន NAT មានការ config DHCP ហើយ bridge អីអញ្ចឹងណាហើយយើង config PP នេះ PPPoE server នេះយើងអាច config យើងហ្នឹងហើយអញ្ចឹងវីដេអូក្រោយគឺខ្ញុំនឹងធ្វើហើយវីដេអូហ្នឹងឃើញថារៀងវែងដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់សូមអ្នកទាំងអស់គ្នាជួយចុចសញ្ញាកណ្ដឹងហើយនឹងចុច subscribe ហើយនឹងសញ្ញាកណ្ដឹងហ្នឹងហើយបើសិនជាមានចម្ងល់កន្លែងណាអាច comment ខាងក្រោមវីដេអូហ្នឹងហើយខ្ញុំនឹងជួយធ្វើវីដេអូដើម្បីឲ្យអ្នកទាំងអស់គ្នាមើលទៀតថាធ្វើវីដេអូដើម្បីបង្ហាញអ្នកទាំងអស់គ្នាចឹងណាហ្នឹងហើយ
dương video dương cứ ngày đó cứ miên tập một phần đó rồi dương chụp chạyហើយក្នុងការស្ដាប់ហ្នឹងអញ្ចឹងអរគុណសម្រាប់ការទស្សនាហើយមួយទៀតបើកុំភ្លេចចុច like ហើយនិង subscribe ផងអរគុណជម្រាបលា